ជំរាបសួរនិងសូមស្វាគមន៍មកកាន់ម៉ូឌូលសុខភាពសាធារណៈនេះខ្ញុំឈ្មោះ Daniel Tveton ហើយខ្ញុំនឹងជាគ្រូបង្រៀនរបស់លោកអ្នកនៅក្នុងវីដេអូទាំងនេះវីដេអូទី1នេះនឹងឆ្លើយនឹងសំណួរតើសុខភាពសាធារណៈជាអ្វីបើលោកអ្នកមិនសូវស្គាល់ពាក្យនេះតែខ្លាំងទេវីដេអូនេះនឹងផ្ដល់ការណែនាំជាមូលដ្ឋាននៅក្នុងវីដេអូនេះយើងនឹងពិភាក្សាអំពីភាពខុសគ្នារវាងវេជ្ជសាស្ត្រគ្លីនិកនិងសុខភាពសាធារណៈទាំងពីរសុទ្ធតែមានគោលបំណងជួយអ្នកជំងឺឲ្យមានជីវិតសុខសុខនិងជួយឲ្យប្រជាជនក្នុងសហគមន៍មានសុខភាពល្អប៉ុន្តែវិធីសាស្ត្រមានភាពខុសគ្នាបន្តិចបន្តួចយើងនឹងពិភាក្សាអំពីអត្ថប្រយោជន៍ជាក់លាក់ដល់សុខភាពសាធារណៈនាំមកជូនអ្នកជំងឺនិងសហគមន៍របស់ពួកគេយើងក៏នឹងពិភាក្សាអំពីមូលហេតុដល់សុខភាពសាធារណៈសំខាន់សម្រាប់លោកអ្នកក្នុងនាមជាអ្នកធ្វើការសុខាភិបាលនៅកម្ពុជាតើភាពខុសគ្នារវាងវេជ្ជសាស្ត្រគ្លីនិកនិងសុខភាពសាធារណៈជាអ្វីនៅទីនេះខ្ញុំមានតារាងមួយដែលបង្ហាញពីភាពខុសគ្នាសំខាន់វេជ្ជសាស្ត្រគ្លីនិកផ្ដោតលើអ្នកជំងឺម្នាក់តែមួយឧទាហរណ៍អ្នកជំងឺមកបន្ទប់សង្គ្រោះបន្ទាន់ព្រោះក្អួតនិងរាគដើម្បីស្វែងរកការព្យាបាលសម្រាប់ខ្លួនឯងសុខភាពសាធារណៈផ្ដោតលើក្រុមមនុស្សធំអាចជាប្រជាជនទាំងអស់ក្នុងភូមិមួយក្រុងមួយឬប្រទេសទាំងមូលឧទាហរណ៍បុគ្គលិកសុខភាពសហគមន៍សង្កេតឃើញមនុស្សជាច្រើននៅភូមិមួយកំពុងក្អួតនិងរាគពួកគេសិក្សាថាប្រជាជនផឹកទឹកពីប្រភពណាដើម្បីរកមូលហេតុដែលគេក្អួតនិងរាគដើម្បីការពារសហគមន៍ទាំងមូលភាពខុសគ្នាសំខាន់វេជ្ជសាស្ត្រគ្លីនិកផ្ដោតលើការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលសុខភាពសាធារណៈផ្ដោតខ្លាំងលើការការពារមនុស្សពេលមនុស្សឈឺការតាមដានជំងឺនិងការកាត់បន្ថយកត្តាហានិភ័យវេជ្ជសាស្ត្រគ្លីនិកជាញឹកញាប់ចាប់ផ្ដើមបន្ទាប់ពីមនុស្សមានរោគសញ្ញាចំណែកសុខភាពសាធារណៈចាប់ផ្ដើមធ្វើសកម្មភាពមុនពេលមនុស្សឈឺវេជ្ជសាស្ត្រគ្លីនិកសួរតើខ្ញុំត្រូវព្យាបាលអ្នកជំងឺម្នាក់នេះយ៉ាងដូចម្តេចសុខភាពសាធារណៈសួរតើមានអ្វីដែលកំពុងធ្វើឲ្យសហគមន៍នេះឈឺសុខភាពសាធារណៈមានវិធីសំខាន់3យ៉ាងការការពារមនុស្សពេលឈឺការអប់រំបង្រៀនប្រជាជនចំណេះដឹងសំខាន់ដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តល្អសម្រាប់សុខភាពខ្លួនឯងនិងគ្រួសារគោលនយោបាយការបង្កើតច្បាប់និងការផ្ដល់ថវិកាដើម្បីការពារសុខភាពនៃប្រជាជននិងដើម្បីឲ្យបុគ្គលិកសុខភាពអាចទៅតាមដានអប់រំនិងការពារជំងឺនៅក្នុងសហគមន៍វេជ្ជសាស្ត្រគ្លីនិកជួយសង្គ្រោះជីវិតមួយក្នុងពេលតែមួយចំណែកសុខភាពសាធារណៈអាចជួយសង្គ្រោះជីវិតរាប់ពាន់នាក់បើធ្វើបានល្អនេះជាភាពខុសគ្នារវាងវេជ្ជសាស្ត្រគ្លីនិកនិងសុខភាពសាធារណៈ
តើសុខភាពសាធារណៈធ្វើអ្វីខ្លះនៅលើ slide នេះខ្ញុំមានឧទាហរណ៍ជាក់ស្ដែងបន្ថែមអំពីអ្វីដែលសុខភាពសាធារណៈធ្វើការតាមដានជំងឺរួមមានការប្រមូលទិន្នន័យរាប់ចំនួនករណីតាមដាននានាការនិងកំណត់ក្រុមមនុស្សដែលរងផលប៉ះពាល់ខ្លាំងបំផុតឧទាហរណ៍ការតាមដានជំងឺរបេងឬជំងឺគ្រុនឈាមដើម្បីដឹងថាមានមនុស្សប៉ុន្មាននាក់កំពុងឈឺនិងជំងឺកំពុងរាលដាលខ្លាំងនៅតំបន់ណាបើយើងរកឃើញតំបន់ដែលមានការរាលដាលខ្ពស់យើងអាចបញ្ជូនថ្នាំគ្រុនបរិក្ខារនិងបុគ្គលិកបន្ថែមរួមទាំងធ្វើការអប់រំដល់ប្រជាជននៅតំបន់នោះទាន់ពេលដើម្បីការពារកុំឲ្យជំងឺរាលដាលបន្តការអប់រំនិងការការពារជាញឹកញាប់ថោកជាងការព្យាបាលជំងឺបន្ទាប់ពីវារាលដាលរួចហើយនៅវីដេអូទី3នៅក្នុង module នេះយើងនឹងនិយាយអំពីកម្រិតនៃការការពារបឋមទុតិយនិងតតិយរឿងមួយទៀតដែលសុខភាពសាធារណៈធ្វើគឺការលម្អលក្ខខណ្ឌរស់នៅសម្រាប់ប្រជាជនដែលយើងបម្រើតាមរយៈការកែលម្អលក្ខខណ្ឌទាំងនេះយើងអាចកែលម្អសុខភាពរបស់ពួកគេបានយ៉ាងច្រើនឧទាហរណ៍ការទទួលបានទឹកស្អាតកាន់តែងាយនាំឲ្យមានការកាត់បន្ថយការឆ្លងមេរោគនិងប៉ារ៉ាស៊ីតអាហារនិងអាហារូបត្ថម្ភល្អនាំឲ្យមានរាងកាយរឹងមាំនិងប្រព័ន្ធភាពស៊ាំល្អលំនៅដ្ឋានមានកន្លែងចម្អិនអាហារដែលមានខ្យល់ចេញចូលល្អការពារសួតពីផ្សែងនិងការកាត់បន្ថយជំងឺទាក់ទងនឹងសួតការអប់រំជួយឲ្យមនុស្សយល់ដឹងនិងធ្វើការសម្រេចចិត្តល្អសម្រាប់សុខភាពការទទួលបានសេវាថែទាំសុខភាពនាំឲ្យអ្នកជំងឺអាចទទួលបានការព្យាបាលទាន់ពេលនិងកាន់តែងាយទឹកស្អាតអាហារូបត្ថម្ភលំនៅដ្ឋានការអប់រំការទាំងនេះជាបញ្ហាសុខភាពមិនមែនគ្រាន់តែជាបញ្ហាសង្គមនោះទេសុខភាពសាធារណៈផ្ដោតលើការកែលម្អបញ្ហាសុខភាពទាំងអស់នេះសម្រាប់សង្គមយើងប្រព័ន្ធសុខាភិបាលនៅកម្ពុជានៅលើ slide នេះខ្ញុំនឹងពន្យល់អំពីរចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាលនៅកម្ពុជាដែលមានកម្រិតផ្សេងៗគ្នាកម្រិតសហគមន៍នៅកម្រិតនេះមានបុគ្គលិកសុខភាពភូមិនិងអ្នកស្ម័គ្រចិត្តដែលអាចទៅដល់អ្នកជំងឺនៅជិតផ្ទះផ្ទាល់ពួកគេផ្ដល់ការអប់រំសុខភាពពិនិត្យស្ថានភាពសុខភាពទូទៅនិងជួយណែនាំអ្នកជំងឺទៅកម្រិតខ្ពស់បើចាំបាច់ពួកគេជាចំណុចទាក់ទងដំបូងសម្រាប់ប្រជាជននៅតាមភូមិកម្រិតបឋមមណ្ឌលសុខភាពនៅមណ្ឌលសុខភាពប្រជាជនអាចទទួលបានការថែទាំសុខភាពបឋមពួកគេអាចទៅពិនិត្យសុខភាពទៀងទាត់ពិនិត្យមើលសម្ពាធឈាមខ្ពស់ឬជំងឺទឹកនោមផ្អែមទទួលវ៉ាក់សាំងនិងទទួលការថែទាំស្ត្រីមានផ្ទៃពោះឬទើបសម្រាលកូនកម្រិតពីរនេះសហគមន៍និងបឋមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពសាធារណៈព្រោះវាជាមូលដ្ឋានគ្រឹះ
ដែលជួយការពារជំងឺមុនពេលវាធ្ងន់ធ្ងរនៅពេលអ្នកជំងឺឈឺធ្ងន់ឬត្រូវការព្យាបាលស្មុគស្មាញពួកគេអាចត្រូវបញ្ជូនទៅកម្រិតទុតិយឬតតិយរួមមានមន្ទីរពេទ្យស្រុកមន្ទីរពេទ្យខេត្តឬមន្ទីរពេទ្យធំនៅភ្នំពេញដូចជាមន្ទីរពេទ្យកាល់ម៉ៃតឬមន្ទីរពេទ្យឯកទេសឧទាហរណ៍បើត្រូវការវះកាត់អ្នកជំងឺអាចត្រូវទៅមន្ទីរពេទ្យខេត្តដូចជាបាត់ដំបងឬសៀមរាបប្រសិនបើតំបន់របស់គេមិនមានការវះកាត់ប៉ុន្តែការងារភាគច្រើនកើតឡើងនៅកម្រិតសហគមន៍និងបឋមបើយើងធ្វើការងារល្អនៅកម្រិតទាំងពីរនេះយើងអាចការពារមនុស្សជាច្រើនកុំឲ្យឈឺធ្ងន់ដល់កម្រិតត្រូវទៅមន្ទីរពេទ្យធំហើយជួយសន្សំលុយសម្រាប់ប្រជាជនព្រោះការថែទាំនៅកម្រិតខ្ពស់មានតម្លៃថ្លៃណាស់ករណីសិក្សាកសិករម្នាក់នៅខេត្តកំពង់ចាមយើងជិតចប់វីដេអូនេះហើយសម្រាប់ slide នេះខ្ញុំមានករណីសិក្សាមួយសម្រាប់លោកអ្នកយើងមានកសិករអាយុ52ឆ្នាំម្នាក់គាត់ធ្វើការខ្លាំងមើលទៅមានសុខភាពល្អនិងរឹងមាំណាស់ប៉ុន្តែពេលព្រឹកមួយគាត់ដួលដល់ដេកដោយសារជំងឺស្ទះសរសៃឈាមខួរក្បាលហើយបានបាត់បង់ជីវិតដោយការសោកស្ដាយវេជ្ជបណ្ឌិតពន្យល់ថាអ្នកជំងឺនេះទំនងជាមានសម្ពាធឈាមខ្ពស់អស់រយៈពេលជាច្រើនឆ្នាំមកហើយដោយស្ងាត់គ្មាននរណាដឹងសម្ពាធឈាមខ្ពស់នេះបានធ្វើឲ្យសរសៃឈាមក្នុងខ្លួននិងខួរក្បាលខូចខាតជាលំដាប់រហូតដល់នាំឲ្យមានជំងឺស្ទះសរសៃឈាមខួរក្បាលដូច្នេះខ្ញុំចង់សួរលោកអ្នកតើគោលការណ៍នៃសុខភាពសាធារណៈដែលយើងបានពិភាក្សានៅក្នុងវីដេអូនេះអាចជួយការពារព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្ដាយនេះកុំឲ្យកើតឡើងបានដោយរបៀបណាលោកអ្នកអាចផ្អាកវីដេអូហើយរៀបចំគំនិតផ្ទាល់ខ្លួនរបស់លោកអ្នកនេះជាគំនិតមួយចំនួនដែលខ្ញុំមានសម្រាប់ករណីសិក្សានេះយើងអាចមានគោលនយោបាយមួយដែលឲ្យបុគ្គលិកសុខភាពភូមិទៅជួបប្រជាជនទៅតាមភូមិដើម្បីពិនិត្យសម្ពាធឈាមជាទៀងទាត់ការពិនិត្យសម្ពាធឈាមត្រូវការពេលតែ2ឬ3នាទីប៉ុណ្ណោះហើយមានតម្លៃថោកណាស់បើរកឃើញអ្នកណាមានសម្ពាធឈាមខ្ពស់បុគ្គលិកសុខភាពអាចព្រមាននិងបង្រៀនថាសម្ពាធឈាមខ្ពស់មានន័យយ៉ាងម៉េចបង្រៀនអំពីរបបអាហារដែលល្អសម្រាប់សម្ពាធឈាមឲ្យញ៉ាំបន្លែនិងផ្លែឈើច្រើននិងឲ្យកាត់បន្ថយជាតិអំបិលក្នុងម្ហូបអាហារលើកទឹកចិត្តឲ្យឈប់ផឹកស្រានិងឈប់ជក់បារីពន្យល់ពីគ្រោះថ្នាក់នៃការផឹកស្រាដែលអាចលើកសម្ពាធឈាមខ្ពស់ហើយការជក់បារីដែលធ្វើឲ្យសរសៃឈាមខូចខាតខាងក្នុងទាំងពីរនេះបង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាលយ៉ាងខ្លាំងលើកទឹកចិត្តឲ្យហាត់ប្រាណជាទៀងទាត់ការហាត់ប្រាណជាប្រចាំជួយបន្ថយសម្ពាធឈាមពិនិត្យមើលថាគាត់មានជំងឺទឹកនោមផ្អែមឬអត់បើជាតិស្ករក្នុងឈាមខ្ពស់ពេកឬកូលេស្តេរ៉ុលខ្ពស់ពេកនោះក៏បង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាលដែរបើសម្ពាធឈាមនៅតែខ្ពស់ពេកពួកគេក៏អាចណែនាំឲ្យចាប់ផ្ដើមលេបថ្នាំដូចជា Amlodipine ដើម្បីបន្ថយសម្ពាធឈាមនិងការពារពីជំងឺស្ទះសរសៃឈាមខួរក្បាលបើធ្វើបានទាន់ពេលបុរសកសិករនេះអាចនៅរស់
បើធ្វើបានទាន់ពេលបុរសកសិករនេះអាចនៅតែរស់ដើម្បីបន្តការមើលថែគ្រួសារនិងធ្វើការងាររបស់គាត់នេះជាឧទាហរណ៍មួយដែលបង្ហាញថាសុខភាពសាធារណៈអាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងធំធេងដ៏ល្អក្នុងជីវិតរបស់ប្រជាជននិងក្នុងសហគមន៍សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់និងពេលវេលារបស់លោកអ្នកក្នុងការមើលវីដេអូនេះខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការអត់ធ្មត់របស់លោកអ្នកពីព្រោះខ្ញុំកំពុងបន្តរៀននិងអនុវត្តភាសាខ្មែររបស់ខ្ញុំសង្ឃឹមថាវីដេអូនេះបានផ្ដល់អត្ថប្រយោជន៍និងជួយឲ្យលោកអ្នកយល់កាន់តែច្បាស់អំពីសុខភាពសាធារណៈបើលោកអ្នកមានសំណួរឬមតិយោបល់អ្វីសូមបញ្ចេញមតិនៅខាងក្រោមទំព័រ website នេះបានបើលោកអ្នកចងចាំរឿងតែមួយពីវីដេអូនេះសូមចងចាំថាសុខភាពសាធារណៈសួរថាហេតុអ្វីបានជាប្រជាជនកំពុងឈឺរួចធ្វើសកម្មភាពមុនពេលការខូចខាតកើតឡើងដើម្បីការពារប្រជាជនមុនពេលពួកគេឈឺឬទទួលរងរបួសឬជំងឺធ្ងន់ធ្ងរជាភាសាអង់គ្លេសយើងចូលចិត្តនិយាយថាការការពារបន្តិចបន្តួចអាចមានតម្លៃស្មើនឹងការព្យាបាលច្រើនការការពារគឺល្អជាងការរង់ចាំរហូតដល់មានបញ្ហាទើបព្យាបាលនេះគឺជាគំនិតមួយដ៏សំខាន់បំផុតក្នុងសុខភាពសាធារណៈសូមអរគុណម្ដងទៀតហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់លោកអ្នកប្រសិនបើលោកអ្នកគិតថាវានឹងមានប្រយោជន៍សម្រាប់នរណាម្នាក់ទៀតខ្ញុំសូមអញ្ជើញឲ្យចែករំលែកវាជាមួយពួកគេនៅក្នុងផ្នែកបន្ទាប់នៅទំព័រ website នេះលោកអ្នកនឹងឃើញសំណួរអនុវត្តដើម្បីជួយលោកអ្នកពិនិត្យមើលគោលគំនិតដែលយើងបានពិភាក្សានៅក្នុងវីដេអូនេះ